ជំរាបសួរបងប្អូនឃើញវីដេអូខាងលើអ្នកណាខ្លះដែលអង្គុយបែបហ្នឹងសូមបដូរទម្លាប់នឹងជាបន្តបងប្អូនឃើញឯការអង្គុយកោងទៅមុខគឺប៉ះពាល់ច្រើនមិនថាសួតមិនថាបេះដូងមិនថាចរន្តឈាមរបស់យើងជាពិសេសហ្នឹងគឺធ្វើឲ្យឆ្អឹងខ្នងបងប្អូនហ្នឹងគឺមានបញ្ហាតែម្ដងចាបញ្ហាទី1ហ្នឹងគឺធ្វើឲ្យទម្លាប់ឆ្អឹងកបងប្អូនគឺងាយរំកិលចាអត់ត្រង់ជួរទេទី2ហ្នឹងគឺអាចធ្វើឲ្យឆ្អឹងខ្នងបងប្អូនវាចចាទី3ហ្នឹងគឺអាចធ្វើឲ្យបងប្អូនឈឺសន្លាក់តាមផ្នែករាងកាយណាមួយទៀតជាពិសេសហ្នឹងគឺផ្នែកស្មាតែម្ដងហើយខ្ញុំក៏មានតិចនិចសម្រាប់ដោះស្រាយបញ្ហាហ្នឹងដែរមិនថាបងប្អូនអ្នកទម្លាប់អង្គុយនៅឬក៏បងប្អូនដែលមានបញ្ហាឈឺស្មាទេបងប្អូនអាចអនុវត្តលំហាត់ប្រាណខាងលើនេះបានចាហើយមួយទៀតហ្នឹងគឺបងប្អូនសូមផ្ដោតការចាប់អារម្មណ៍ទៅលើក្មេងៗចាក្មេងៗជំទង់ឬក៏ក្មេងៗអាយុ7 10ឆ្នាំអីហ្នឹងណាពីព្រោះខ្ញុំជួបច្រើននៅកន្លែងរបស់យើងគឺជួបក្មេងៗច្រើនដែលគាត់អាសាស្ពីកាបូបធ្ងន់ចាអង្គុយកោងបែបហ្នឹងចាអញ្ចឹងធ្វើឲ្យបញ្ហាឆ្អឹងខ្នងរបស់គាត់គឺងាយទ្រុឌទ្រោមចាអញ្ចឹងបងប្អូនដែលអង្គុយធ្វើការ office ឬអង្គុយរៀនចាសូមអនុវត្តលំហាត់ប្រាណនេះទាំងអស់គ្នាជំរាបសួរបងប្អូនសូមណែនាំផ្នែកសុខភាពពីគឹមសានដែលមានពីរជម្រើសសម្រាប់បងប្អូនដែលចូលចិត្តទៀតមានទៀតចូលចិត្តខ្ពស់មានខ្ពស់ហើយមានកលៈត្រូកចាលក្ខណៈផាសុខភាពទន់ស្រួលគេងអត់ជាប់កអត់ជាប់ស្មាអត់រយឆ្អឹងខ្នងចាអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះខំថាជាប្រយោជន៍សម្រាប់បងប្អូនឬក៏កូនបងប្អូនឬក៏អ្នកជាទីស្រឡាញ់របស់បងប្អូនណាកូនមានបញ្ហាអីសូមខមមិនដាក់ខាងក្រោម Complete follow page ដើម្បីជួបពីគ្រូដោះស្រាយរាល់បញ្ហាឆ្អឹងខ្នងលើបងប្អូនហើយមួយទៀត Complete ជួយ share មួយផងអរគុណ